แนะนำเปียกระทรวงกับบริษัทไทยโลกนิคอนเดตบาลานกูรายกเลยทากับดัดจรันอากิสนีหนึ่งอินเทอร์เน็ตตามบรรดาปรุ่มแดนกัมพูชีไทยดำไปประโยชน์ประชังหนึ่งสกรรมเพื่ออุกตกรรมฉลองแดนดิจิการจุดโดมนุษย์หนึ่งการชอบบอกตามอินเทอร์เน็ตแต่นี้โดยเปรียวไว้ได้ลุกทลอบบานเลือกล่างการปิดไงจันทาหนึ่งกับดัดจรันอากิสนีได้ลุกไอกัมพูชีบากัมพูชีเหมือนโปรมធ្វើតាមការចង់បានរបស់ភាគីថៃលើបញ្ហាព្រំដែននេះបើយោងតាមការចុះផ្សាយរបស់កាសែតបាងកកផុសនៅថ្ងៃទី12ខែមិថុនានេះតាមកាសែតក្នុងស្រុកថៃលោកនីកុនដេតបានថាការផ្ដាច់ចរន្តអគ្គិសនីរបស់ថៃពុំមែនជាការដាក់សម្ពាធដល់កម្ពុជាឬបង្វែរការចរចាទ្វេភាគីណាមួយនាពេលខាងមុខនោះទេលោកថែមទាំងលើកឡើងទៀតថាការបិទច្រកជាឯកតោភាគីជាវិធានការបច្ចុប្បន្នក្នុងការបិទច្រកព្រំដែននិងជាការបើកតនពេលវេលាមិនមែនជាការបិទទាំងស្រុងនោះទេខណៈពេលដែលបង្ហាញពីសន្តិភាពនិយមចំពោះទំនាក់ទំនងដែលប្រសើរឡើងតាមរយៈការបង្កើតទំនាក់ទំនងដោយផ្ទាល់រវាងកងកម្លាំងនិងការល្បាតរួមគ្នាដែលបានស្នើឡើងគួរដឹងថានៅថ្ងៃទី7ខែមិថុនាថៃបានបិទច្រកព្រំដែននិងច្រករបៀងព្រំដែនថៃនិងកម្ពុជាជាបណ្ដោះអាសន្នជាឯកតោភាគីបន្ទាប់ពីភាគីកម្ពុជាបានបដិសេធមិនព្រមចរចា4ចំណុចគឺតំបន់ប្រាសាទតាម៉ុនតូចប្រាសាទតាម៉ុនធំតាក្របីនិងតំបន់មុំ3នៅក្នុងកិច្ចប្រជុំពេញអង្គគណៈកម្មាធិការចម្រុះព្រំដែនដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី14ខែមិថុនាឆ្នាំ2025ខាងមុខនេះនៅថ្ងៃទី9មិថុនានេះដែរថៃបានកាត់ផ្ដាច់ចរន្តអគ្គិសនីដែលលក់ឲ្យកម្ពុជាខណៈកម្ពុជាមិនព្រមធ្វើតាមការចង់បានរបស់ភាគីថៃលើបញ្ហាព្រំដែនដដែលនេះបន្ទាប់ពីថៃប្រកាសផ្ដាច់ចរន្តអគ្គិសនីនៅកម្ពុជាអាយដាមកៅរតនៈរដ្ឋមន្ត្រីក្រសួងរាយនិងធម្មពលកម្ពុជាបានឲ្យដឹងថាបច្ចុប្បន្នកម្ពុជាពុំបានយកភ្លើងពីប្រទេសថៃចូលមកកាន់ប្រទេសកម្ពុជានៅក្នុងបណ្ដាញជាតិរបស់ប្រទេសទាំងពីរទេគឺ0ហើយការមិនយកធម្មពលអគ្គិសនីចូលបណ្ដាញជាតិនៃប្រទេសទាំងពីរដោយសារកម្ពុជាមានអគ្គិសនីគ្រប់គ្រាន់សម្រាប់ប្រើប្រាស់ជំរាបជូនថាភាពតានតឹងរវាងកម្ពុជាថៃបានកាត់ឡើងបន្ទាប់ពីបានប៉ះទង្គិចគ្នានៃកងទ័ពប្រទេសទាំងពីរនៅតំបន់ជម្លោះក្នុងខេត្តព្រះវិហារប្រទេសកម្ពុជាកាលពីថ្ងៃទី28ឧសភា2025ដែលក្នុងហេតុការណ៍នោះបានបណ្ដាលឲ្យទាហានកម្ពុជាម្នាក់បានបាត់បង់អាយុជីវិតស្ថានភាពកាន់តែតានតឹងឡើងនៅពេលកម្ពុជាបានអាងថានឹងយកតំបន់ជម្លោះទាំង4ទៅតុលាការយុត្តិធម៌អន្តរជាតិខណៈដែលភាគីថៃបានប្រកាសជំហរបដិសេធក្នុងការបញ្ជូនសំណុំរឿងទៅភាគីទី3និងមិនទទួលស្គាល់យុត្តិធម៌របស់តុលាការដែលបានកំណត់ជាដើម។